នៅក្នុងថ្ងៃទី29ខែមិថុនានេះត្រូវជាថ្ងៃចឈើយ៉ាងឆ្នាំដែលល្អប្រសើរមានឆ្នាំថោះខាលហើយនឹងមមីនិងអ្នកដែលត្រូវការធាតុឈើហើយនឹងដីក៏ល្អប្រសើរផងដែរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នបង្ការការពារមានឆ្នាំរោងធាតុដីវ័យ39ឆ្នាំនិងរោងធាតុមាសវ័យ27ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វានដំបុកគ្រឿងមានទិសខាងជើងហើយនឹងកណ្ដាលផ្ទះឬក៏កណ្ដាលបន្ទប់ចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីយើងចង់ចាប់លាបយើងអាចប្រើប្រាស់នៅទិសខាងជើងបានដោយការដាក់កង្ហារនៅក្នុងទិសនឹងបាញ់ខ្យល់ចូលមកក្នុងផ្ទះរបស់យើងប៉ុន្តែហាមមានការជួសជុលស្វានដំរង្គោះរង្គើម៉ោងដែលយើងធ្វើទៅល្អប្រសើរចន្លោះពីម៉ោង9ទៅដល់ម៉ោង11ថ្ងៃត្រង់និងមួយវេនទៀតក្នុងករណីខកខានយើងធ្វើម៉ោង9ទៅដល់ម៉ោង11យប់សម្រាប់ថ្ងៃនេះផ្ទាល់យើងឃើញថាជាថ្ងៃមួយដែលមានធម៌ពលល្អប្រសើរដែលជាតួថ្ងៃហាក់ជាមួយនឹងតួខែហើយនឹងឆ្នាំដែលជាថ្ងៃស្ថិរភាពមួយផងដែរកម្មវិធីសំខាន់ដែលយើងអាចចាប់ផ្ដើមនិងប្រព្រឹត្តទៅបានល្អប្រសើរនៅក្នុងថ្ងៃនេះផ្ទាល់ដូចជាការបុកគ្រឹះសាងសង់ជួសជុលអាពាហ៍ពិពាហ៍ការធ្វើទីផ្សារទំនាក់ទំនងការចុះហត្ថលេខាលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មការចាប់ផ្ដើមការងារថ្មីការធ្វើការសមាធិអធិដ្ឋានបន់ស្រន់កិច្ចការតាមបែបសាសនាល្អប្រសើរអ្វីដែលគួរតែមានការប្រុងប្រយ័ត្ននៅក្នុងថ្ងៃនេះផ្ទាល់ដូចជាការផ្ដាច់ឬក៏រំលាយកិច្ចសន្យាការបណ្ដាក់ទុនវិនិយោគថ្មីការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពគួរតែមានការពិនិត្យបច្ច័យឲ្យបានល្អិតល្អន់ជៀសវាងនៅហានិភ័យទាំងឡាយទាំងពួងចំពោះសំណួរឬក៏ចម្ងល់ផ្សេងបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំមានដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ខ្ញុំរីករាយនឹងឆ្លើយទៅតាមសមត្ថភាពដែលខ្ញុំចេះខ្ញុំដឹងជូនពរសំណាងល្អ